នៅហើយអ្នកនរគ្នានេះបន្លាខ្ញុំមកសម្រាប់តែរឿងមួយដែលមានចំណងជើងថានៅស្នេហ៍ Mafia នេះកុំឲ្យកាត់ពេលយូរតែយើងចាប់ផ្ដើមទៅទាំងអស់គ្នាបន្ថែមសេរីរបស់យើងក៏បានឃើញកន្លែងលោកអេចាយមួយហើយក៏ឃើញបរិបពីរនាក់បាននិយាយថាខ្ញុំឃើញបរោះនៅក្បាលនោះក៏បានសួរទៅស្រីយ៉ាងថាយ៉ាងមិនហើយការជួបគ្នាយូរហើយបន្ទាប់មកគាត់ស្រីក៏បាននិយាយថាខ្ញុំរើវាមកហើយស៊ុយស្លាប់វាបន្តិចមកបន្ទាប់មកគេក៏បានថ្លឹងឲ្យបរោះបែកអាក្បាលនោះក៏បានហត់លុយឲ្យគេបន្ទាប់មកបែកនោះក៏បាននិយាយថានេះគឺវាច្រើនជាងរាល់ដងនៃលុយបន្ថែមកូនស្រីក៏បានរាប់លុយពេលរាប់លុយហើយគេក៏បានរៀបណាស្រីក៏បាននិយាយថាលុយគេប្រាក់ហើយប៉ុណ្ណាគឺខ្ញុំចាំមិនគ្រាន់តែបន្ទាប់មកបរិម្នាក់នោះក៏បាននិយាយថាមកតានោះក៏បានសួរថាចាំបានលុយបន្តមែនទេដល់ពេលកូនស្រីក៏បានថានឹងហើយខ្ញុំចង់បានលុយថ្លៃឈ្នួលផ្ទះតាកាចានោះក៏បាននិយាយថារបស់អេចាយកំតិចដែរប៉ុន្តែគឺវាមិនឲ្យអញបន្តទៅមុខមួយឆ្ងាយទេវាគ្រាន់តែជាការងារបន្ថែមប៉ុណ្ណោះកូនស្រីក៏បាននិយាយថាខ្ញុំដឹងគ្រាន់តែខ្ញុំមានអារម្មណ៍ថាវាតតែគុំរេគិតអ្វីមិនចេញបន្ទាប់ហើយអាតានោះក៏បាននិយាយថាយើងមានការងារឯងធ្វើវាថ្លៃជ្រូក$1000ខ្ញុំនឹងឲ្យឯង$300មកបន្ថែមទៀតហើយអាតានោះក៏បាននិយាយថាហើយពេលធ្វើការងារចប់ពួកគេនឹងបើប្រាក់ខែឯនឹងសាជាសាច់ប្រាក់ឲ្យឯងគិតជា$USបន្ទាប់មកកូនស្រីរបស់ខ្ញុំក៏បានសួរថាតើការងារអ្វីដែលអាចផ្ដល់ឲ្យខ្ញុំច្រើនដល់ថ្នាក់នេះបន្ទាប់មកតានោះក៏បាននិយាយថាគឺដឹកអីវ៉ាន់ដល់ពេលកូនស្រីយើងក៏បានគិតថាប្រសិនបើមានន័យថាជាគ្រឿងញៀននោះគឺខ្ញុំមិនទោះបីជាខ្ញុំធ្លាក់ខ្លួនដល់កម្រិតណាទាបបំផុតហៀបនឹងខ្លាចទៅជាអ្នកលួចខ្លួនទៅក៏ដោយក៏ខ្ញុំមិនពាក់ព័ន្ធជាមួយវាទេបន្ទាប់ពីកូនស្រីយើងគិតចឹងហើយក៏បាននិយាយថាខ្ញុំមិនចង់ទៅពាក់ព័ន្ធជាមួយវាទេបន្ទាប់មកតានោះក៏បាននិយាយថាវាគ្មានអីទៅសោកស្មាននោះទេគ្រាន់តែយកកំទេចដែកឲ្យគេប៉ុណ្ណោះតានោះក៏បាននិយាយបន្តទៀតថាវាដូចទៅជាអ្វីដែលឯងធ្វើជារាល់ថ្ងៃនោះក៏ប៉ុន្តែវាតានោះនិយាយមិនទាន់ចប់ផងក៏កូនស្រីយើងក៏បាននិយាយកាត់ថាទៅយើងយកទៅឲ្យអ្នកណាចុះអ្នកណាទៅបន្ទាប់មកយើងក៏បានកាត់រូបភាពដល់គូឃើញមួយដែលនោះដែរជាក្រុម Mafia យ៉ាសាត់ជើងអញមើលទៅពិតជាគូឃើញនៅកម្លាំងមែនទេបន្ទាប់មកកូនស្រីយើងក៏បានកាត់ឆ្កួតថានៅទីក្រុងនេះមាន Mafia ពេញនឹងតើគាត់នៅ Mafia មួយក្រុមនោះមានអីអស្ចារ្យទៅណាស់ណានិយាយថាកូនស្រីយើងនិយាយដល់ប៉ុណ្ណឹងក៏បានកាត់ទៅកន្លែងគេកំពុងតែកាត់គ្នាហើយតានោះក៏បាននិយាយថាមេរបស់ពួកវាគឺត្រូវគឺទៅហើយមកគឺឃើញគេកាប់គ្នាថាត្រូវយកឲ្យមេរបស់យើងគឺគេរ៉ាហើយអ្នកគ្នាគឺកាត់ក្បាលឡើងទៅកូនស្រីយើងបានឃើញនឹងក៏បានភ័យត្រស្រេះក៏បាននិយាយថាខ្ញុំចង់និយាយថាខ្ញុំមុននេះខ្ញុំហាក់ឈ្មោះខកគេឈ្មោះគីរីឥឡូវនេះប៉ុន្តែតសាច់រឿងរបស់យើងពេលមកកូនស្រីរបស់យើងក៏បាននិយាយថាគីរីចង់ទៅសម្ដៅនឹងអាចគួតលើម្នាក់នោះមែនទេកូនស្រីរបស់យើងក៏បាននិយាយថាបើសិនជានេះមែនប្រហែលមើលទៅវាអាចផ្លាស់ប្ដូរទាំងអស់ហើយបន្ទាប់មកយើងក៏បានកាត់ទៅឃើញទូប្រុសរបស់យើងគីរីចាគ្រាន់តែចូលជឿព្រៃក៏សង្ហាដែរនេះបន្ទាប់មកទូប្រុសរបស់យើងក៏បាននិយាយថាបរិបទអាចទៅតែខ្លាចទៅជាមេដឹកនាំក្រុមហ៊ុនរបស់សាច់ពួរកាប់ពីថ្មីនេះបន្ទាប់មកទូប្រុសយើងក៏បាននិយាយបន្តថាបរិបទដែលជាមេដឹកនាំក្នុងចំណោមថ្នាក់ត្រកូល Mafia ទាំងពីរដែលគ្រប់គ្រងទីក្រុងបណ្ដោះអាសន្ននេះគឺតាំងខ្លួននៅក្មេងខ្លាំងណាស់បន្ទាប់មកក៏បានជាគាត់និយាយថាកូនប្រុសអេមីនក៏នៅចូលក៏ជារាសង្ហាដែរមួយកាប់គ្នាអើយបន្ទាប់មកកូនស្រីអេមីនក៏បាននិយាយថាខ្ញុំមិនដែលគិតថាសត្វថាខ្ញុំនឹងអាចពាក់ព័ន្ធជាមួយបរិបទបែបនោះខ្ញុំគ្រាន់តែគិតថាមនុស្សធម្មតានៅទីក្រុងមួយដែលក្រីក្រកូនស្រីរបស់អេមីនក៏បាននិយាយថាមានពាក្យចចាមមារាថាគេនិយាយបានប៉ុណ្ណឹងឥឡូវនេះភាគ1របស់យើងក៏បានកាត់ចប់ហើយសូមរងចាំទស្សនាភាគ2ទាំងអស់គ្នាបាយបាយ